តោះអញ្ចឹងមានគ្នាយើងគាត់សួរថាតើអ្វីទៅគឺជា POI ណាក៏ប៉ុន្តែបើអ្នកដែលចាស់ហើយគឺគាត់ដឹងហើយថា POI គឺជាគេតែសម្រាប់អ្នកថ្មីគឺគាត់រៀងឆ្ងល់បន្តិចតើ POI គឺជាគេ POI វាមកពីពាក្យថា point of interest បានន័យថាវាគឺជាចំណុចឬក៏តំបន់ដែលគួរឲ្យចាប់អារម្មណ៍ហើយតំបន់ដែលគួរឲ្យចាប់អារម្មណ៍វាអាចជាគេវាអាចជា breaker block ដដែលហ្នឹងវាអាចជា FVG inversion FVG ទាំងអស់ហ្នឹងវាអាចជា support resistance ក៏បានដែរគឺជា point of interest ដូចគ្នាចឹងគ្រាន់តែពេលខ្លះយើងមិនបាច់ដាក់ឈ្មោះវាចំក៏បានយើងដាក់តាមមកកាត់ពាក្យកាត់របស់វាគឺ POI តែម្ដងគឺហើយតែម្ដងបាច់អីណា breaker block FVG អីច្រើនទេអាហ្នឹងគឺវាអញ្ចឹង point of interest គឺជាតំបន់ដែលគួរឲ្យចាប់អារម្មណ៍ដូចតែគ្នាជាមួយនឹង key level ទាំងអស់ហ្នឹងទេណាគឺជាអាចដូចជាអីគេ order block អីចឹងដែរអាហ្នឹងគឺជា point of interest ហ្នឹងឯងគឺជាឈ្មោះទេអាហ្នឹងគឺជាការដាក់ឈ្មោះដើម្បីឲ្យស្រួលទេមិនដោយសារ trading គឺវាមានឈ្មោះច្រើនមែនតើណាឥឡូវឧទាហរណ៍ថាកន្លែងនេះគឺជា FVG យើងអាចដាក់ប្រែវាថាគឺជា POI ក៏បានដែរណា POI ក៏បានដែរលុបតែ FVG មកទៅយើងដាក់ថា POI ចំណុចដែលគួរឲ្យចាប់អារម្មណ៍ចូលដល់ហើយហ្នឹងចាំយើងរក confirm ចូលធ្វើការបាយអញ្ចឹងទៅហើយនេះគឺជា order block យើងអាច order block យើងអាចដូរឈ្មោះវាដាក់ POI ក៏បានដែរអញ្ចឹងអាហ្នឹងគឺវាអញ្ចឹងណាហើយឥឡូវនេះគឺជា breaker block នេះបានហៅ breaker block ដោយសារវាផ្ដាច់ inducement របស់វាឲ្យឡើងទៅផ្ដាច់ sweep liquidity ហ្នឹងហើយគឺជា breaker block ហើយវាចោះមក break វាអាហ្នឹងគឺជា breaker block ហើយចឹងឥឡូវនេះគឺយើងដាក់ថាវាគឺជា POI ក៏បានដែរអត់មានអីជាបញ្ហាទេស្រេចតែយើងទេដាក់ឈ្មោះមិនដាក់ទៅណាអាហ្នឹងគឺ trading គឺវាអញ្ចឹងមានអីច្រើននេះទេសង្ឃឹមថាអ្នកនរគ្នានឹងយល់ចាំជួបគ្នានៅពេលក្រោយទៀត